ប្រជាពលរដ្ឋនៅឃុំជាខ្លាំងស្រុកស្វាយអន្តរប្រមាណជិត20គ្រួសារបានងាកមកចិញ្ចឹមកណ្ដូបបន្ថែមពីមុខរបរប្រចាំថ្ងៃដែលទទួលបានប្រាក់ចំណូលពី40,000ទៅ60,000ក្នុងមួយខែព្រៃវែងប្រជាពលរដ្ឋប្រមាណជិត20គ្រួសារនៅក្នុងភូមិធ្នង់ឃុំជាខ្លាំងស្រុកស្វាយអន្តរខេត្តព្រៃវែងបានងាកមកចិញ្ចឹមកណ្ដូបបន្ថែមពីមុខរបរប្រចាំថ្ងៃរបស់គាត់ដោយគាត់អាចរកប្រាក់ចំណូលបានពីការចិញ្ចឹមកណ្ដូបនេះពី40,000ទៅ60,000រៀលក្នុងមួយខែប្រសិនបើគាត់មានលទ្ធភាពមានដីធំអាចចិញ្ចឹមបានច្រើនជាងនេះក៏អាចរកប្រាក់ចំណូលជាច្រើនបន្ថែមលើពីនេះផងដែរក្នុងនោះបងស្រីភាពស្រីពេជ្រដែលជាម្ចាស់ចិញ្ចឹមកណ្ដូបមួយកន្លែងដែលគាត់លើកឡើងថាគាត់អាចលក់បានពី10ទៅ18គីឡូក្នុងមួយខែដោយលក់ឲ្យឈ្មួញពី28,000រៀលទៅ30,000រៀលដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលគាត់មកទិញយកទៅបរិភោគគាត់លក់ក្នុងតម្លៃ35,000រៀលទៅ40,000រៀលបងស្រីក៏បានបន្ថែមទៀតថាដោយសារតែដីគាត់តូចចង្អៀតគាត់មិនមានលទ្ធភាពចិញ្ចឹមបានធំដូចគេនោះទេសប្តាហ៍ថ្ងៃគាត់ចិញ្ចឹមបានប្រមាណជាង4ទៅ5ទ្រុងតែប៉ុណ្ណោះតែបើមានដីធំចិញ្ចឹមបានច្រើននោះក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរបងស្រីក៏បានបន្ថែមថាការចិញ្ចឹមកណ្ដូបនេះមិនមែនជាការលំបាកប៉ុន្មាននោះទេគ្រាន់តែយកស្លឹកអំពៅផ្លិតដំឡូងស្លឹកចេកជាដើមយកឲ្យវាស៊ីតែប៉ុណ្ណោះសូមស្ដាប់ការលើកឡើងរបស់បងស្រីដូចតទៅខ្ញុំឈ្មោះភាពស្រីពេជ្រភូមិធ្នង់ឃុំជាខ្លាំងស្រុកស្វាយអន្តរខេត្តព្រៃវែងមិនទាន់ដល់ឆ្នាំទេទៅប្រហែលចូល4-5ខែណាមួយខែមួយទ្រុងយើងចាប់បានពីច្រើន10គីឡូឡើងជួនកាលទៅធ្លាក់ដល់7-8គីឡូ1គីឡូបើតាមអ្នកភូមិ1គីឡូ35,000-40,000តែបើម៉ួយបោះដុំហ្នឹងពីច្រើនបើមុន28-27លីចឹងទៅ20,000ជាងប៉ុណ្ណឹងមកនេះ4-5ទ្រុងដាក់ច្រើនដូចគេទេគឺយើងអត់សូវមានដីដូចគេវាមិនពិបាកទេអញ្ចឹងតែគ្រាន់តែវាហត់មួយយ៉ាងរកស្មៅវានេះស្លឹកអំពៅនិងស្លឹកចេកបើរាប់ទីដាក់វិញគឺយើងច្រើនជាងគោដាក់7-8ដងមួយថ្ងៃបើយើងនឹងអង្គុយដាក់វាដំបូងទិញគេទិញពងទំបាក់ប៉ុណ្ណឹងវាមិនបានអារួចតិចតួចចឹង